បងប្អូនទាំងអស់គ្នាញ៉ាំនេះមកអូនមកចកាអូននៅស្រុកមេមត់ខេត្តត្បូងឃ្មុំត្រេនអូនមានអាយុ6ឆ្នាំហើយផ្លែច្រើនណាស់ថ្ងៃនេះដែរម៉ាក់និងប៉ាមកចងផ្លែត្រេនបើចងទេខ្យល់មកវិជ្រុះថ្ងៃនេះរៀងក្តៅបន្តិចហើយប៉ុន្តែចេះតែទ្រាំទៅចិត្តបានលូអីបងប្អូនអើយតោះតែមើលសកម្មភាពម៉ាក់ខ្ញុំកំពុងតែចងផ្លែទុរេនពេលចងផ្លែទុរេនយើងត្រូវមានការប្រុងប្រយ័ត្នព្រោះវាមានបន្លាស្រួចបើយើងមិនប្រុងប្រយ័ត្នវានឹងអាចមុតដៃយើងទុរេននេះមានអាយុ6ឆ្នាំហើយឥឡូវនេះផ្លែទុរេនមានទម្ងន់ប្រហែល3គីឡូហើយប្រហែល1ខែទៀតបានបេះលក់ហើយបងប្អូនជួយទិញផងនៅស្រុកមេមត់ភូមិដាយើងណាធានាគុណភាពនិងរសជាតិផ្អែមតែម្ដងចោះបងប្អូនទៅមើលប៉ាអូនចងវិញម្ដងជួយចងគ្នាឆាប់បានទៅផ្ទះប៉ាអូនពូកែចងទុរេនណាស់ផ្លែធំណាស់បងប្អូនអើយឡើងមូលសាច់ឡើងពេញហ្មងចាំដល់ពេលផ្លែទុំអូនថតឲ្យមើលម្ដងទៀតបងប្អូនកុំភ្លេចជួយទិញទុរេនអូនផងដល់ពេលទុំអូនបង្ហោះឲ្យមើលម្ដងទៀតបងប្អូនកុំភ្លេចជួយចុចមេដៃចុចរូបកណ្ដឹងម្នាក់មួយផងដើម្បីឲ្យអូនមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនបានទស្សនាបន្តអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អបាយជួបគ្នាពេលក្រោយទៀតសូមអរគុណ